Trần Điệp Xúa,ខ្ញុំបាទឧសភានិតបច្ចុប្បន្នខ្ញុំជាគ្រូបវឹកហៅទឹកនៅ AAC សាខាខេត្តទំនាបអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំមានវីដេអូចែករំលែកមេរៀនមួយតាក់ទងនឹងមេរៀនហែរបៀបផ្ងាអញ្ចឹងដោយសារតែពីមុនខ្ញុំបានធ្វើវីដេអូចែករំលែកជាច្រើនតាក់ទងនឹងមេរៀនរបៀបហែបង្កែបហែសេរីឬការហែជួយសង្គ្រោះខ្លួនឯងជាដើមអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនហែរបៀបផ្ងាអញ្ចឹងរបៀបផ្ងាគឺមានពីរផ្នែកធំដែលថ្ងៃនេះខ្ញុំធ្វើការបង្ហាញជូនការគោះជើងហើយនិងការកាយដៃនៅក្នុងមេរៀនរបៀបផ្ងានេះដែរអញ្ចឹងត្រាប់ដំបូងនេះយើងរៀនគោះជើងសេរីទាំងអស់គ្នាគឺគោះជើងផ្ងាអញ្ចឹងបងប្អូនកុំច្រឡំគ្នាការហែផ្ងានិងការហែបដាល់ខ្លួនគឺមានភាពលក្ខណៈខុសគ្នាបន្តិចដោយសារតែការគោះជើងដូចគ្នាមែនប៉ុន្តែការហែបដាល់ខ្លួនយើងអាចបានបោះដៃមកលើទេតែការហែផ្ងានេះយើងបោះដៃមកលើអញ្ចឹងជាដំបូងយើងរៀនគោះជើងសិនគឺគោះជើងសេរីផ្ងាគឺការគោះបែបនេះអញ្ចឹងបងប្អូនអាចគោះបានគឺចេញពីផ្លូវណាយើងកុំឲ្យកង់ក្បាច់ជង្គង់ខ្លាំងហើយសម្រាប់ចុងជើងបងប្អូនច្អល់ចុងជើងឲ្យត្រង់ហើយយើងគោះឆ្វេងស្ដាំលើក្រោមបែបនេះអញ្ចឹងបងប្អូនរៀនមើលចុងជើងរបស់បងប្អូនតើបងប្អូនគោះត្រង់ហើយត្រូវទៅនៅអញ្ចឹងខ្ញុំតែចេះថាឲ្យបងប្អូនព្យាយាមអង្គុយគោះបែបនេះឲ្យបាន1នាទីទៅ2នាទីសិនដើម្បីឲ្យជើងយើងចំណាំទឹកដុំណាបាទយើងគាត់គោះឲ្យមើលចុងជើងរបស់យើងបាទអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការគោះជើងនៅក្នុងទឹកបដាខ្លួនក្នុងទឹកអញ្ចឹងការគោះជើងមិញយើងបានគោះជើងនៅលើមាត់អាងរួចហើយអញ្ចឹងបន្ទាប់នេះយើងគោះជើងចេញដំណើរតែម្ដងអញ្ចឹងស្រាប់ដំបូងគឺបងប្អូនគាត់តែគេងមើលទៅលើឲ្យត្រង់ហើយគោះជើងស្រាលសិនណាមិញយើងគោះជើងរបៀបផ្ងាអត់មានប្រើឧបករណ៍ទេយើងគ្រាន់តែគេងមើលមុខទៅលើហើយយើងគោះជើងស្រាលអញ្ចឹងធ្វើឲ្យបានដងខ្លួនយើងឲ្យត្រង់លើផ្ទៃទឹកអញ្ចឹងឥឡូវនេះសម្រាប់បងប្អូនដែលគាត់គោះជើងអត់ទៅមុខយើងអត់ទាន់គោះត្រឹមត្រូវអញ្ចឹងបងប្អូនអាចប្រើឧបករណ៍នេះបានដែលហៅថា kickboard អញ្ចឹង kickboard នេះយើងយកមកប្រើសម្រាប់អោបនៅលើដងខ្លួនជាមុនសិនហើយយើងគោះដូចបាញ់មិញអញ្ចឹងណាបន្ទាប់មកនេះបន្ទាប់ពីយើងគោះជើងជាមួយនឹងបតបានច្រើនហើយបើយើងមានអារម្មណ៍ថាអូជើងយើងគោះបានល្អជាងមុនហើយអញ្ចឹងលំហាត់បន្ទាប់គឺយើងគោះជើងហៅថាគោះជើងអេរ៉ូផ្ងាឬក៏ធ្វើដងខ្លួនជាព្រួញណាតែខ្លួនស្រួលគឺដៃយើងបែបនេះណាហើយយើងមើលទៅលើហើយយើងគោះជើងដូចមិញអញ្ចឹងណាអូខេតោះខ្ញុំសាកល្បងធ្វើដល់អស់គ្នាម្ដងទៀតបាទអញ្ចឹងបន្ទាប់ពីយើងគោះជើងអេរ៉ូផ្ងាមិញយកប្រើបើជើងទេបើសិនជាបងប្អូនគោះជើងបានល្អយើងអាចនឹងទៅ smooth បែបនោះតែបើសិនជាបងប្អូនមានអារម្មណ៍ថាគោះជើងអត់ត្រូវទេអង្គក្បាច់ជង្គង់ខ្លាំងឬក៏លិចជើងខ្លាំងអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនអាចមានឧបករណ៍មួយនេះដែលគេហៅថាបើជើងទាតែភាសាអង់គ្លេសគេហៅថា fin ចឹងបងប្អូនអាចរកទិញបានតាមកន្លែងលក់សម្ភារៈកីឡាហែលទឹកណាដែលជួយជំនួយឲ្យបងប្អូនគោះជើងសេរីនឹងឲ្យបានត្រឹមត្រូវហើយជួយលបឿនក្នុងការហែឆាប់ចេះលឿនដែរតែต้องការប្រើប្រាស់ជើងអញ្ចឹងខ្ញុំបង្ហាញបងប្អូនក្នុងការពាក់ហើយនឹងគោះជើងអេរ៉ូផ្ងាទៅវិញជាមួយនឹងស្បែកជើង fin នេះណាបន្ទាប់ពីយើងមិញបានរៀនអំពីការគោះជើងផ្ងាជាច្រើនជុំហើយអញ្ចឹងឥឡូវនេះយើងចូលដល់ផ្នែកទី2គឺការកាយដៃអញ្ចឹង